ក្រមព្រហ្មទណ្ឌមាតិកាទី3ទោសជំពូកទី1ប្រភេទនៃទោសផ្នែកទី3ទោសជំនួសកថាភាគទី1ការងារសហគមន៍មាត្រា72និយមន័យនៃការងារសហគមន៍កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារដែលអតិបរមាតិចជាងឬស្មើនឹង3ឆ្នាំតុលាការអាចប្រកាសទោសការងារសហគមន៍ការងារសហគមន៍គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងថេរវេលាចន្លោះពី30ម៉ោងទៅ200ម៉ោងនៅការងារគ្មានកម្រៃជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិឬនីតិនៃនីតិសាធារណៈផ្សេងទៀតដល់សហគមន៍ឬដល់អង្គការមិនមែនរដ្ឋាភិបាលមាត្រា73អ្នកមិនទទួលប្រយោជន៍នៃការងារសហគមន៍នៅក្នុងគ្រប់ករណីទាំងអស់ការងារសហគមន៍មិនអាចបំពេញជាប្រយោជន៍នៃរូបវ័ណ្ណបុគ្គលទេមាត្រា74របបគតិយុត្តនៃការងារសហគមន៍ការងារសហគមន៍ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារជាអាចការងារនៅពេលយប់អនាម័យសន្តិសុខហើយនិងការងាររបស់ស្ត្រីការងារសហគមន៍អាចត្រួតគ្នាបានជាមួយនឹងការអនុវត្តសកម្មភាពវិជ្ជាជីវៈមាត្រា75គោលការណ៍ជួសជុលការខូចខាតដល់អ្នកដទៃរដ្ឋត្រូវតែចេញសហុយជួសជុលការខូចខាតដែលបង្កដល់អ្នកដទៃដោយទណ្ឌិតនៅក្នុងពេលដែលកំពុងអនុវត្តការងារសហគមន៍រដ្ឋត្រូវធ្វើឧបាទេសកម្មដោយពេញច្បាប់ទៅក្នុងសិទ្ធិជនរងគ្រោះ